សួស្តីទាំងអស់គ្នានេះគឺជាវីដេអូថ្ងៃទី2របស់ខ្ញុំដែលខ្ញុំបានទៅ staycation នៅអូតែ The Sky ភ្នំពេញ Hotel and Apartment មុនពេលអាហារថ្ងៃត្រង់ចុះទៅដល់ក៏ឃើញកតុបប្រជុំកតុបអីខាងអូតែរៀបចំស្អាតបាតលក្ខណៈតំណងអញ្ចឹងក៏ចូលទៅថតវីដេអូ footage បន្តិចៗដាក់នៅក្នុង blog អញ្ចឹងណាដើម្បីឲ្យទាំងអស់គ្នាដឹងថានៅអូតែមានផ្ដល់កតុបប្រជុំផ្ដល់អីបើសិនជាទាំងអស់គ្នាត្រូវការអាចតាក់ទងទៅខាងអូតែអញ្ចឹងណាហើយទាំងអស់គ្នាកាហ្វេគឺជាក្តីសុខកាហ្វេគឺជាមិត្តដ៏ល្អបំផុតសម្រាប់ខ្ញុំនៅពេលដែលយើងមានអារម្មណ៍ថាយើងរៀងអត់សូវរស់រវើកអីចឹងមកបានហាត់ក្លិនកាហ្វេហើយញ៉ាំកាហ្វេមួយកែវអីចឹងអូយខួរក្បាលដើរល្អទាំងអស់គ្នាព្រោះអីខ្ញុំចូលចិត្តញ៉ាំកាហ្វេមួយថ្ងៃអាច2កែវអីយ៉ាងតូចហើយពេលខ្លះខ្ញុំញ៉ាំកាហ្វេជាលក្ខណៈអាយឡាតេចឹងទៅពេលខ្លះខ្ញុំញ៉ាំកាហ្វេខ្មៅចឹងណាហើយអ្នកទាំងអស់គ្នាពេលដែលគ្រាន់តែកូរហើយហាត់ក្លិនគឺនៅពេលនេះខ្ញុំនៅសម័យរសជាតិកាហ្វេនឹងឥឡូវណាខ្ញុំមានអារម្មណ៍ថាកាហ្វេនឹងឆ្ងាញ់សម្រាប់ខ្ញុំហើយនេះទាំងអស់គ្នាអាចមើលទឹកមុខរបស់ខ្ញុំផុសតាមជាក់ស្ដែងហ្មងនៅពេលដែលផឹកហើយបឺតកាហ្វេចូលទៅក្នុងខ្លួនមានអារម្មណ៍ថាអូយស្វាងចេះហើយមានក្តីសុខណាហើយទាំងអស់គ្នាត្រូវដឹងថាមនុស្សយើងអត់មានអីមានក្តីសុខជាជាងបានញ៉ាំឬក៏បានធ្វើអីដែលខ្លួនឯងចូលចិត្តទេអញ្ចឹងលើកទឹកចិត្តទាំងអស់គ្នាតាក់ទងជាមួយការងារក៏ដោយជីវិតប្រចាំថ្ងៃក៏ដោយអីក៏ដោយគឺធ្វើអ្វីដែលជាចំណង់ចំណូលចិត្តខ្លួនឯងដើម្បី boosting ឲ្យយើងមាន energy ក្នុងការបន្តបេសកកម្មរបស់យើងទៅទៀតអញ្ចឹងណាញ៉ាំកាហ្វេបដារងចាំអាហារថ្ងៃត្រង់បដាក៏មើលទៅជុំវិញបរិយាកាសនៅជុំវិញនឹងពេលព្រឹកអញ្ចឹងណាពេលព្រឹកពេលថ្ងៃត្រង់ហើយទាំងអស់គ្នានៅថ្ងៃហ្នឹងខាងអូតែគាត់សវិសខ្ញុំតាក់ទងជាមួយនឹងឡាញ់សេតនៅខាងអូតែមានតម្លៃប្រហែលជាជាង9 រៀលជាងបានស្លាត់មួយចានបានបាយឆាគ្រឿងសមុទ្រមួយចានហើយបាន passion មួយកែវហើយកាហ្វេហ្នឹងគឺ extra ទេហើយមុនពេលដែលយើងញ៉ាំគឺយើងត្រូវថតសិនដោយទាំងអស់គ្នាឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងឃើញឡាញ់សេតរបស់គេរៀបចំមកឡើងលយហើយគួរឲ្យចង់ញ៉ាំមែនតែនហើយនេះគឺបាយឆាគ្រឿងសមុទ្រហើយមួយទៀតស្លាត់នេះគេមានដាក់សាច់គោទាំងអស់គ្នាហើយសាច់គោឡើងទុនហើយមួយទៀតដូចថាពេលយើងញ៉ាំទៅមានអារម្មណ៍ថាខុសពីប្រភេទសាច់គោដែលយើងធ្លាប់ញ៉ាំរាល់ដងអញ្ចឹងណាខ្ញុំមានអារម្មណ៍ថាឡើងទុនហើយផុយគ្រាន់តែដាក់ចូលមាត់ទៅវាធ្វើឲ្យយើងមានអារម្មណ៍មួយថាយើងអត់ពិបាកទៅពីហើយគឺយើងគ្រាន់តែដាក់ទៅពីបន្តិចទៅគឺសាច់គោនឹងមកហើយញ៉ាំឆ្ងាញ់មែនតែនហើយមួយវិញទៀតនៅពេលដែលយើងញ៉ាំជាមួយសាឡាត់ជាមួយអីចឹងវាជួយដល់ការរំលាយអាហាររបស់យើងដែរអញ្ចឹងណាញ៉ាំអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់នៅ restaurant Darren ប៉ុន្តែគិតដល់រឿងការងារប៉ុន្តែគិតដល់ខ្លួនឯងថាត្រូវរៀបចំបន្ទាប់ពី check out ត្រូវទៅណាទៅអីចឹងណាពីព្រោះអីវាគឺជាពេលវេលាផ្ទាល់ខ្លួនហើយណាមួយថ្ងៃហ្នឹងគឺជាថ្ងៃសៅរ៍ទៀតចឹងណាហើយខ្ញុំក៏គិតថាខ្ញុំចង់ទៅ Eon 2បន្តិចដោយសារតែអូតែនៅចិត្ត Eon 2ចឹងហើយនៅចិត្ត Camco City នៅចិត្តអីតំបន់ប្រជុំជនអីចឹងជាដើមណាបញ្ចូលសលេងបដានឹកឃើញដល់អូនស្រីមួយដែលគាត់ធ្វើការនៅ restaurant ហ្នឹងគាត់ friendly នៅពេលដែលខ្ញុំញ៉ាំហើយខ្ញុំញ៉ាំអត់អស់ឲ្យទាំងអស់គ្នាដោយសារតែពេលដែលខ្ញុំទៅញ៉ាំហ្នឹងគឺខ្ញុំទៅខកពីគេអញ្ចឹងណាពេលដែលខកពីគេភ្លាមអញ្ចឹងខ្ញុំញ៉ាំច្រើនអត់បានខ្ញុំញ៉ាំតែម៉មទេអញ្ចឹងណាហើយពេលញ៉ាំហើយខ្ញុំក៏សួរនាំខាងអូតែថាខ្ញុំសុំខ្ចប់បានអត់ដល់ពេលហើយខាងអូតែថាអត់អីទេបងខ្ចប់បានហើយគាត់ខ្ចប់ឲ្យឡើងស្អាតទាំងអស់គ្នាហើយបន្ទាប់មកអូនស្រីគាត់យួរយកមកឲ្យហើយនិយាយទៅខ្ញុំនៅនឹកឃើញអាស្នាមញញឹមហើយនឹងពាក្យសម្ដីគាត់ដែលសួរមកខ្ញុំថាបងឯងញ៉ាំតិចម៉េះដល់ពេលហើយរបៀបនេះថាគាត់គិតថាអត់ឆ្ងាញ់ឬក៏មិនចឹងប៉ុន្តែអត់ទេម្ហូបនៅថ្ងៃហ្នឹងគឺឆ្ងាញ់ទាំងអស់គ្នាជាពិសេសដូចខ្ញុំនិយាយចឹងថាសាឡាត់ហ្នឹងឆ្ងាញ់មែនតើក៏ប៉ុន្តែដោយសារតែខ្ញុំជាធម្មតានៅពេលដែលយើងទៅក្រោកពីគេងគឺមានន័យថាយើងអាចហេវឬក៏ឃ្លានអានេះទម្លាប់ខ្ញុំគឺពេលដែលខ្ញុំក្រោកពីគេងគឺខ្ញុំអត់ហេវទេហើយពេលដែលខ្ញុំក្រោកពីគេងគឺខ្ញុំផឹកទឹកឲ្យឆ្អែតទៅលុះត្រាតែ3 4 ម៉ោង 5 ម៉ោងអីបានខ្ញុំហេវហើយណាមួយខ្ញុំធន់ជាមួយនឹងដោយសារតែខ្ញុំធ្វើ fasting ធ្វើអីផងបងប្អូនអញ្ចឹងអាការធ្វើ fasting របស់ខ្ញុំហ្នឹងវាធ្វើឲ្យខ្ញុំហ្នឹងវាមានភាពធន់ក្នុងការស្រេកឃ្លានអាហារអញ្ចឹងណាអញ្ចឹងនៅពេលដែលឲ្យខ្ញុំញ៉ាំច្រើនខ្ញុំញ៉ាំអត់ចូលទេតែគាត់ថាឲ្យបានញ៉ាំឲ្យដឹងពីរសជាតិអាហារឲ្យដឹងពីនេះអញ្ចឹងខ្ញុំអាចញ៉ាំបានអញ្ចឹងណាហើយ yes ក៏ពិតអូនគាត់បារម្ភខ្លាចថាកន្លងមហូបអាហាររបស់គាត់អត់ឆ្ងាញ់អត់អីចឹងណាដែលគាត់បានគាត់សួរនាំអញ្ចឹងប៉ុន្តែគ្នាសួរនាំខ្ញុំឡើង friendly ហើយគ្នាយួរយកមកឲ្យយើងអញ្ចឹងណាបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពី restaurant ហើយថតវីដេអូបន្តិចដាក់ចូលនៅក្នុង blog ឲ្យឃើញពីទស្សនវិជ្ជានៃ restaurant The Ran នៅក្នុងអូតែអញ្ចឹងណាដោយទាំងអស់គ្នាឃើញអញ្ចឹង restaurant ទលាយល្អហើយមួយវិញទៀតហ្នឹងមានកាហ្វេមានអីមួយសេតអត់ពិបាកសម្រាប់អ្នកទាំងអស់គ្នាទេចង់ញ៉ាំកាហ្វេនៅក្នុងអូតែហ្នឹងក៏បានចង់ចេញទៅខាងក្រៅក៏បានពេលញ៉ាំហើយអីហើយបកមក
កតុបអូទាំងអស់គ្នាតែខ្ញុំមានបទពិសោធន៍មួយដែរចែកម្លែកទៅទាំងអស់គ្នាសោកតុបអូតែឥឡូវភាគច្រើនគេដាក់ជាមួយនឹងដូចគេហៅថា key ហ្នឹងគឺដូចរបៀបកាតអញ្ចឹងណាហើយកាតហ្នឹងគឺគេ set up នៅក្នុង system របស់គេហើយភាគច្រើនអូតែគឺយើងនឹង check out នៅម៉ោង12ហើយបើសិនជាហួសម៉ោង12មានន័យថាកាតហ្នឹង expire យើងអាចចូលក្នុងកតុបហ្នឹងបានទេហើយខ្ញុំជួបបទពិសោធន៍ហ្នឹងនៅថ្ងៃដែលខ្ញុំស្នាក់នៅអូតែ The Sky ហ្នឹងដោយសារតែហេតុអីខ្ញុំគិតថាខ្ញុំរៀងពជាពេលបន្តិចទៅដើម្បីដោយសារតែខ្ញុំអត់បានចាប់អារម្មណ៍រឿងត្រង់ចំណុចហ្នឹងខ្ញុំក៏ពជាពេលដល់ម៉ោង1ជាងហើយស្រាប់តែដល់ពេលមកយកសោមកបើកកតុបបើកអត់ចេញសោះអើយគ្រាន់តែពេលហ្នឹងមើលមកមិនដឹងថាក៏ពិតខ្ញុំហួសមកហើយបន្ទាប់មកពេលហ្នឹងក៏អត់ទាន់បានយកអីវ៉ាន់យកអីចេញក៏ចុះទៅ front desk ដើម្បីឲ្យស្នើសុំឲ្យ front desk គាត់ជួយរៀបគាត់ជួយ reset សោឲ្យឡើងវិញអញ្ចឹងដើម្បីបានយកអីវ៉ាន់យកអីមកផ្ទះវិញទាំងអស់គ្នាហើយត្រង់កន្លែងនេះគឺនៅពេលដែលខ្ញុំយកអីវ៉ាន់យកអីមកហើយគឺខ្ញុំ check out ហើយទាំងអស់គ្នាដោយសារតែពេលដែលចុះមកដល់ក៏ជួបជាមួយនឹងបង receipt ពីម្សិលមិញទៅក៏និយាយគ្នាលេងជាមួយគាត់ទីទួយសួរនាំគាត់រឿងការងាររឿងអីអញ្ចឹងជាដើមណាទាំងអស់គ្នាហើយបន្ទាប់មកខ្ញុំក៏អត់ទាន់មកផ្ទះភ្លាមដែរទាំងអស់គ្នាខ្ញុំ check out ចេញពីកតុបមែនប៉ុន្តែខ្ញុំនៅចំណាយពេលវេលាក្នុងការហែទឹកលេងអីទីទួយអីសិនអញ្ចឹងណាដោយសារតែពីម្សិលពេលមុនថ្ងៃដែលខ្ញុំថ្ងៃទី1របស់ខ្ញុំហ្នឹងខ្ញុំអត់ទាន់បានហែទឹកទេរវល់ផងអីផងអញ្ចឹងណាហើយខ្ញុំគាត់តែ plan ថាពេលខ្ញុំហែទឹកខ្ញុំនឹងហែនៅថ្ងៃចុងក្រោយពេលខ្ញុំ check out ទៅយើងមានពេលដែរអញ្ចឹងណានៅពេលដែលយើងមានពេលយើងអាចហែទឹកលេងហើយត្រង់ចំណុចនេះគឺមានន័យថាខ្ញុំហែទឹកហែអីហើយខ្ញុំក៏ថតវីដេអូ say goodbye បន្ទាប់មកខ្ញុំចុះមកក្រោមដោយសារតែ drink ហ្នឹងគឺខាងអូតែដាក់ឲ្យ free ផឹកមួយឆ្អែតកុំឲ្យខាតចុះមកដល់យើងផឹកយើងញ៉ាំ drink ហ្នឹងបន្តទៀតដូចទាំងអស់គ្នាឃើញអញ្ចឹងអូខេវីដេអូហ្នឹងមានតែហ្នឹងទាំងអស់គ្នាបាយបាយ